ភ្លៀងធ្លាក់ជាទឹកភ្លៀងធ្លាក់ជាទឹកកើតឡើងដោយសារតែខ្យល់ក្តៅបានហួតទឹកឡើងទៅលើហើយបង្កើតទៅជាពពកបន្ទាប់មកនៅពេលដែលពពកទាំងនោះបានប្រមូលផ្ដុំគ្នាហើយពួកវាបានចុះត្រជាក់រួចដំណក់ទឹកតូចៗដែលនៅក្នុងពពកទាំងអស់នោះចាប់ផ្ដើមរួមបញ្ចូលគ្នាបង្កើតបានជាដំណក់ទឹកភ្លៀងរួចហើយត្រូវបានទំនាញផែនដីទាញចុះមកខាងក្រោមរួចក្លាយទៅជាទឹកភ្លៀងដែលយើងឃើញប៉ុន្តែបើសិនមកនៅលើផ្ទៃសមុទ្រអាកាសធាតុប្រែប្រួលខ្លាំងរហូតឡើងទៅដល់80 Fahrenheit ឬស្មើនឹង26.6 អង្សាសេនោះនឹងបណ្ដាលឲ្យទឹកទាំងអស់នោះគឺហួតឡើងខ្លាំងពេករួមជាមួយនឹងខ្យល់ក្តៅដែលកំពុងតែបក់មកផងនោះនឹងធ្វើឲ្យដំណក់ទឹកតូចៗទាំងអស់នោះក្លាយទៅជាពពកវិលហើយពពកវិលទាំងអស់នោះនៅពេលដែលយូរៗទៅវាក៏បង្កើតទៅជាព្យុះដែលព្យុះទាំងអស់នោះគឺមានល្បឿនប្រហែលជា120 គីឡូម៉ែត្រនិងអាចមានទំហំប្រហែលទៅនឹង10 ម៉ោលឬស្មើទៅនឹង16 គីឡូម៉ែត្រនិងមានប្រវែងប្រហែលទៅនឹង1000 ម៉ោលឬស្មើទៅនឹង1609 គីឡូម៉ែត្រភ្លៀងធ្លាក់ជាសត្វមានជីវិតភ្លៀងធ្លាក់ជាសត្វមានជីវិតគឺជាភ្លៀងដ៏ចម្លែកមួយដែលភ្លៀងធ្លាក់មកលាយឡំជាមួយនឹងសត្វមានជីវិតចូលមកពេលខ្លះអាចជាត្រីកង្កែបឬក៏ជាសត្វល្អិតផ្សេងៗហើយមានការសន្និដ្ឋានជាច្រើនអំពីអពុធហេតុនៃការភ្លៀងធ្លាក់សត្វទាំងអស់នេះការសន្និដ្ឋានទី1គេគិតថាសត្វទាំងអស់នេះធ្លាក់មកដោយមានព្យុះណាមួយបានគួចយកនៅសត្វទាំងនោះឡើងទៅលើមេឃបន្ទាប់មកពេលព្យុះនោះបានស្ងប់អស់សត្វទាំងនោះក៏ត្រូវធ្លាក់មកលើដីវិញការសន្និដ្ឋានទី2គេបានគិតថាសត្វទាំងនោះអាចត្រូវបានបក្សីពាំបន្ទាប់មកទៀតបានទម្លាក់ពីលើអាកាសមកដោយសារតែបក្សីទាំងអស់នោះបានភិតភ័យទៅនឹងព្យុះឬក៏អ្វីម្យ៉ាងការសន្និដ្ឋានទី3គេបាននិយាយថាសត្វទាំងអស់នោះអាចធ្លាក់មកពីទីតាំងខ្ពស់ណាមួយពេលខ្លះទៅវាមិនមែនជាភ្លៀងនោះទេប៉ុន្តែដោយសារតែនៅលើកន្លែងណាមួយដែលខ្ពស់ដូចជាភ្នំមានប្រភពទឹកឬក៏ជាជំរករបស់សត្វអ្វីមួយបន្ទាប់មកទឹកទាំងអស់នោះបានធ្លាក់ពីលើភ្នំលាយឡំជាមួយនឹងត្រីឬក៏កង្កែបនិងសត្វផ្សេងៗបានធ្លាក់មកតាមដែរហើយនៅពេលដែលវាមកដល់ដីវាហាក់ដូចជាមានភ្លៀងធ្លាក់សត្វអញ្ចឹងប៉ុន្តែក៏នៅតែមានពាក្យចចាមអារាមខ្លះបាននិយាយថាទោះបីជាគ្មានភ្លៀងឬក៏ព្យុះក៏ដោយក៏នៅតែឃើញមានសត្វធ្លាក់មកពីលើមេឃដែរតែរឿងនេះអ្នកវិទ្យាសាស្ត្របានបកស្រាយថាវាអាចបណ្ដាលមកពីព្យុះតូចណាមួយដែលបានបក់គួចសត្វទាំងអស់នោះឡើងទៅលើមេឃឬក៏មានខ្យល់កន្ត្រាក់ណាមួយបានបក់ប៉ាំងសត្វទាំងអស់នោះទៅកាន់ទីតាំងណាដែលគ្មានព្យុះប៉ុន្តែការបកស្រាយទាំងអស់នេះក៏នៅតែបន្សល់ទុកមកជាចម្ងល់នៅឡើយភ្លៀងធ្លាក់ជាពណ៌ចម្លែកភ្លៀងតែងតែធ្លាក់មកមានពណ៌ថ្លាប៉ុន្តែនៅមានភ្លៀងពណ៌ផ្សេងៗទៀតដែលយើងមិនដែលឃើញពីមុនមកហើយភ្លៀងទាំងអស់នោះភាគច្រើនកើតឡើងដោយសារតែការរួមផ្សំចូលគ្នានៃសារធាតុផ្សេងៗដូចជាភ្លៀងធ្លាក់ពណ៌ក្រហមមានមើលទៅដូចជាឈាមដែលធ្លាក់ពីលើមេឃប៉ុន្តែវាកើតឡើងដោយសារតែមានខ្យល់បានបក់គួចយកនៅខ្សាច់ពណ៌ក្រហមឡើងទៅលើរួចបានរួមបញ្ចូលគ្នាជាមួយនឹងដំណក់ទឹកនៅពេលដែលវាធ្លាក់មកគឺមានពណ៌ក្រហមហើយភាគច្រើនភ្លៀងមួយនេះគឺកើតនៅតំបន់ដែលនៅជិតនៅវាលខ្សាច់ដូចជាសាហារ៉ាហើយភ្លៀងពណ៌ក្រហមនេះក៏មានខ្លះកើតចេញអំពីបាក់តេរីនិងមេរោគផ្សេងៗផងដែរភ្លៀងមានពណ៌ខ្មៅគឺកើតឡើងដោយសារតែផ្សែងនិងភាគល្អិតផ្សេងៗដែលកើតចេញពីបំផ្ទុះនំភ្លើងឆេះព្រៃនិងផ្សែងរោងចក្រនិងការដុតសម្រាមមានច្រើនហួសកម្រិតពេកដែលធ្វើឲ្យផ្សែងទាំងនោះរួមបញ្ចូលគ្នាទៅនឹងដំណក់ទឹកភ្លៀងរួចនៅពេលដែលមានភ្លៀងធ្លាក់មកធ្វើឲ្យភ្លៀងទាំងអស់នោះប្រែទៅជាពណ៌ខ្មៅភ្លៀងមានពណ៌លឿងកើតឡើងដោយសារតែលំអងផ្កានៅក្នុងនីតិរដូវបានហោះហើរពេញមេឃហើយត្រូវបានដំណក់ទឹកភ្លៀងតូចៗបានចាប់យកនៅលំអងផ្កាទាំងអស់នោះដែលធ្វើឲ្យភ្លៀងធ្លាក់មកគឺមានពណ៌លឿងភ្លៀងធ្លាក់ពណ៌បៃតងគឺជាភ្លៀងដ៏កម្របំផុតដែលវាកើតឡើងដោយសារតែហេតុផលទី1គឺមានស្ពរសត្វឯសមុទ្រនៅក្នុងដំណក់ទឹកភ្លៀងទាំងអស់នោះនិងហេតុផលទី2គឺមានព្យុះបានគួចហែកកំទេចនៅស្លឹកឈើដែលជាបំណែកតូចៗរួចបំណែកស្លឹកឈើទាំងអស់នោះបានធ្លាក់មកជាមួយនឹងទឹកភ្លៀងដែលបង្កឲ្យទឹកភ្លៀងនោះទៅជាពណ៌បៃតងភ្លៀងមិនធ្លាក់មកលើដីភ្លៀងមិនធ្លាក់មកលើដីគឺជាភ្លៀងមួយប្រភេទដែលធ្លាក់កាំងនៅលើមេឃទោះបីជាយើងបានមើលឃើញពីចម្ងាយនៃខ្សែទឹកភ្លៀងនិងមេឃងងឹតក៏ដោយប៉ុន្តែនៅពេលដែលយើងទៅជិតនៅតំបន់នោះគឺស្ងួតមិនមានភ្លៀងសើមនោះទេភ្លៀងនេះកើតឡើងដោយសារតែនៅពេលដែលភ្លៀងធ្លាក់មកវាមាននៅខ្យល់ក្តៅនៅខាងក្រោមលាយឡំជាមួយនឹងពន្លឺទៀតនោះបានធ្វើឲ្យទឹកភ្លៀងដែលធ្លាក់ជិតមកដល់លើផ្ទៃដីបានហួតឡើងទៅលើវិញបង្ហាញជាទិដ្ឋភាពដូចជាខ្សែទឹកភ្លៀងឬពពកកំពុងតែរលាយនៅលើមេឃភ្លៀងមួយប្រភេទនេះកើតឡើងដូចជានៅតំបន់វាលខ្សាច់និងតំបន់ដែលមានរដូវក្តៅនិងការប្រែប្រួលអាកាសធាតុក្តៅខ្លាំងដែលបណ្ដាលឲ្យភ្លៀងទាំងអស់នោះមិនអាចធ្លាក់មកដល់ដីបានភ្លៀងធ្លាក់ជាចំហួយភ្លៀងធ្លាក់ជាចំហួយជាភ្លៀងចម្លែកមួយនៅពេលដែលវាធ្លាក់មកគឺជាចំហួយថ្លាៗមកលើដីមានការសន្និដ្ឋានផ្សេងៗគ្នាអំពីការកើតឡើងនៃភ្លៀងដែលធ្លាក់ជាចំហួយថ្លាៗនេះដោយការសន្និដ្ឋានទី1គេគិតថាចាហួយថ្លាដែលបានធ្លាក់មកនោះគឺជាពងរបស់កង្កែបឬក៏គីង្គក់ដែលមិនទាន់មានអំប្រយោជន៍នៅក្នុងនោះត្រូវបានខ្យល់បក់គួចទៅលើមេឃរួចនៅពេលដែលខ្យល់ស្ងប់អស់វាក៏បានធ្លាក់មកលើដីវិញបង្ហាញជាទិដ្ឋភាពនៃចំហួយថ្លាដែលយើងបានឃើញនេះ
ការសន្និដ្ឋានទី2គេបានគិតថាដោយសារតែនៅក្នុងទឹកភ្លៀងនោះមានផ្ទុកនៅសារធាតុសារ៉ាយឬក៏បាក់តេរីមេរោគផ្សេងៗទៀតដែលតូចៗបានប្រមូលផ្ដុំគ្នាទៅជាចំហួយហើយធ្លាក់មកលើផ្ទៃដីហើយអ្វីដែលកាន់តែចម្លែករបស់ភ្លៀងដែលធ្លាក់ជាចំហួយនេះហួយដែលបានធ្លាក់មកនោះគឺមិនមានក្លិនមិនអាចកំណត់ DNA បានថាតើវាមានប្រភពចេញមកពីណាតែរាល់ការសន្និដ្ឋាននៅខាងលើនេះវាគ្រាន់តែជាការសន្និដ្ឋានមួយដែលមិនទាន់មានអ្វីមកបញ្ជាក់ច្បាស់នៅឡើយភ្លៀងធ្លាក់របស់ចម្លែកភ្លៀងធ្លាក់របស់ចម្លែកគឺជាភ្លៀងមួយដែលធ្លាក់របស់ផ្សេងមកដែលមិនអាចកំណត់បានអាចជារបស់ប្រើប្រាស់ឬក៏កាក់ហើយអ្វីដែលធ្វើឲ្យរបស់ទាំងនេះធ្លាក់មកនោះគឺបណ្ដាលមកពីព្យុះប៉ុន្តែអ្វីដែលចម្លែកអំពីភ្លៀងនេះគឺរបស់ទាំងអស់ដែលបានធ្លាក់មកមានទំហំប៉ុនគ្នាហើយធ្លាក់ក្នុងសភាពច្រើនដែលវាមើលទៅហាក់ដូចជាមិនមែនបណ្ដាលមកពីព្យុះបានគួចរបស់ទាំងនោះទេហើយមាននៅមនុស្សមួយចំនួនទៀតបាននិយាយថាទោះគ្មានព្យុះក៏របស់ទាំងនោះនៅតែធ្លាក់មកពីលើមេឃដែរ